សូត្រមកភ្លាមស្រីនឹងក៏បានសារទៅក្រោយបន្តិចនៅពេលដែលសេរីកំពុងតែដើរទៅសាលាតែងនៅមើលទៅកាន់រ៉ាការ៉ូកំពុងតែដើរនិយាយលេងជាមួយនឹងមិត្តភ័ក្តិរឿងលេងហ្គេមកាអីហ្នឹងដោយដើរគិតច្រើនពេកបន្ទាប់មកនេះក៏បានទៅបុកក្បាលជាមួយនឹងបកគោភ្លើងទៅដល់កាន់មុខថ្នាក់របស់រ៉ាការ៉ូចោលឡើងហាត់បាច់គុណផងឲ្យផងឃើញទៅមុខគេអញ្ចឹងក៏ចាប់ផ្ដើមបាក់ចិត្តស្រឡាញ់គេបដ ாய் ថ្ងៃក្រោយមកហ្នឹងក៏ចេះតែតាមលួចមើលកូនប្រុសរបស់គេរហូតថាទៅណាទៅណីខ្លះចូលចិត្តលេងហ្គេមឬក៏ធ្វើអីអញ្ចឹងទៅបន្ទាប់មកពេលដែលរ៉ាការ៉ូកំពុងតែរកហ្គេមលេងនៅក្នុងផ្ទះរបស់ម៉ាណាសាណោះដែលចេះទៅម៉ាណាសាក៏បានមកគោស្មារបស់សេតែម្ដងសេនឹងភ្ញាក់មែនតែនហើយក៏បានស្គាល់គ្នាជាមួយនឹងម៉ាណាសានចាប់ពីថ្ងៃហ្នឹងទៅចំណេះក្រោយមកទៀតសេនឹងក៏ចេះតែតាមរកមើលរ៉ាការ៉ូជាទូទៅធម្មតាតាមរកមើលកន្លែងណាដែលគួរតែនិយាយជាមួយនឹងរ៉ាការ៉ូអញ្ចឹងទៅក៏ប៉ុន្តែមិនបាននិយាយសោះនិយាយទៅនឹងសង្ឃឹមថាសម្បីតែក្នុងហ្គេមបាននិយាយជាមួយនឹងក៏អស់ចិត្តដែរលោកហើយបន្ទាប់មកសេរឿងក៏បានសារមកកាន់ពេលបច្ចុប្បន្នវិញសានរ៉ាគូនឹងកំពុងតែវាយគ្នាជាមួយនឹងពួកអាឆាតប្រមាណអ្នកនេះបន្ទាប់មកសេក៏លោតមកវាយគ្នាជាមួយនឹងពួក PK អស់ហ្នឹងដើម្បីជួយសានរ៉ាគូរបស់យើងសានរ៉ាគូនឹងក៏មិនទាន់ទុកចិត្តភ្លាមដែរដែលគិតថាម្នាក់ហ្នឹងមកដើម្បីចង់ដឹងព័ត៌មានផ្សេងអំពី unique scenario ពីខ្លួនដែរAnimalia ណែវិញក៏រៀបនឹងប្រើប្រាស់ magic ដែលជាសัญลักษณ์បៀចុងក្រោយរបស់ខ្លួនដាក់ទៅកាន់ Pentagon បាច់ magic មួយនេះនៅពេលដែលប្រើប្រាស់វាទៅឈាមរបស់អ្នកប្រើប្រាស់ហ្នឹងក៏អស់ផងដែរហើយឈាមរបស់ Animalia ហ្នឹងក៏នៅសល់តិចទៀតក៏ប៉ុន្តែនាងហ៊ានបដូរជីវិតដើម្បីកម្ចាត់ Pentagon ចោលតមកនាងក៏បាន release magic power របស់នាងចេញពីដំបងមករួចហើយក៏បានសម្លាប់អ្នកទាំងពីរឲ្យស្លាប់បាត់ទៅពួក PK គាត់នឹងឃើញចឹងភ្លាមឡើងភ្នែកសព្រាតតែម្ដងអញ្ចឹងទៅសានរ៉ាគូក៏ឃើញឱកាសល្អព្យាយាមរត់គេចទៅកន្លែងច្រកទ្វារចូលទីក្រុងឲ្យលឿនក៏បានចុះនៅលើដាវនឹងរាងកាយរបស់សេរីហោះរំលងពួកហ្នឹងទៅកាន់នៅកន្លែងច្រកទ្វារចូលក្រុងតែម្ដងពួក PK អស់ហ្នឹងនៅពេលដែលឃើញអញ្ចឹងក៏រត់តាមក៏ប៉ុន្តែ Tiger Zero ដែលជាតួអង្គ player របស់សេរីហ្នឹងបានកាប់ពួកហ្នឹងឲ្យដេញតាមឡើយសានរ៉ាគូនៅពេលដែលឃើញ Tiger Zero ជួយខ្លួនអញ្ចឹងខ្លួនក៏គិតថាឈ្មោះមួយហ្នឹងនឹងចាំឲ្យបានល្អទៅគេលោលើក្រោយហ្នឹងបានជួបគ្នាម្ដងទៀតរួចហើយខ្លួនក៏បានរត់ចូលច្រកទ្វារចូលក្រុងហ្នឹងបានសម្រេចពួក PK ប្រមាណអ្នកហ្នឹងក៏បានស្រែកគំរាមទៅកាន់ Attack Master ដែលជា nickname របស់ Tiger Zero លេងដោយកញ្ញាសេរីនឹងឯងមានប្រហែលជាមួយនឹង Clan Asera Kai ផងឥឡូវនេះនឹងត្រូវជំរាបបញ្ជាជាមួយនឹងឯងជាមិនខានបន្ទាប់មកវាក៏បានសម្រុកចូល Tiger Zero ហ្នឹងក៏កំពុងតែយកដៃទប់ទ្រូងរបស់ខ្លួនព្រោះថាសេរីនេះកំពុងតែអៀនខ្លាំងពេកនៅពេលដែលបានសានរ៉ាគូនឹងហក់ជាន់នៅលើខ្លួនរបស់គេហើយបាននិយាយពាក្យថាសុំទោសមកកាន់គេទៀតក៏ប៉ុន្តែឥឡូវនេះខ្លួនក៏បានដកដាវមកកាប់អាមួយដែលសម្រុកចូលមកហ្នឹងឡើងដាច់ក្បាលងាប់តែម្ដងខូនទ្រាន់ជាមួយនឹងពួកនឹងខ្លាំងមែនតើឡើងបួម៉ៅបើសិនជាពួកនឹងអត់ញញហើយប្រហែលជាបាននិយាយគ្នាជាមួយនឹងក្រាស់ហ្នឹងបានយូរជាងមុនបន្ទាប់មកនេះក៏បានសម្លាប់អ្នកដែលនៅសេសសល់ហ្នឹងឡើយអស់រលីងតែម្ដងសារ៉ាគូហើយនឹងកូនទសាយតូចរបស់គេហ្នឹងក៏បានបើកទ្វារចូលមកកាន់ទឹកដី Rebetusa នៅពេលដែលគេបានចូលទីក្រុងទី3រួចរាល់ដើម្បីការពារខ្លួនកុំឲ្យមានណាគេមកឆាយឆៅខ្លួនអីចឹងទៅតមក Pentagon ក៏បានផ្ញើសារមកកាន់សារ៉ាគូថាខ្លួនងាប់បាញ់មិញហ្នឹងមិនមែនជាស្នាដៃរបស់សារ៉ាគូឯងទេគឺខ្លួនសុកចិត្តងាប់ដោយឯងបើសិនជាមិនមាន Attack Master ឈ្មោះថា Tiger Zero ហ្នឹងមកជួយឯងទេម្ល៉េះហើយឯងហ្នឹងគ្មានជីវិតរស់ទេឥឡូវនឹងសួរទៅកាន់សារ៉ាគូផងដែរថាស្គាល់គ្នាជាមួយនឹង Tiger Zero មែនមិនក៏មកជួយគ្នាអញ្ចឹងបន្ទាប់មក Pentagon ហ្នឹងក៏បបួលសារ៉ាគូឲ្យទៅជួបគ្នានៅក្នុង Game Unit Round ជាមួយនឹងមិត្តភ័ក្តិរបស់សារ៉ាគូដែលឈ្មោះថា Katsu នឹងមកផងព្រោះថាគេនឹងមានរឿងចង់និយាយគ្នាបន្តិចគិតមើលទៅដូចអត់តំណងរៀងមិនទេមិនដឹងថាកញ្ញាម្នាក់ហ្នឹងមាន plan ចង់ធ្វើអីពួកគេពិតប្រាកដបន្ទាប់មក Katsu ក៏បានផ្ញើសារមកកាន់សារ៉ាគូដែលបដ ாய் ថាទទួលបានសារមួយដែល Pencil 9ហ្នឹង invite ខ្លួនឲ្យចូលទៅក្នុង Game Unit Round ដើម្បីនិយាយគ្នាស្ដាប់ទៅដូចជាសង្ស័យអីមិនទេក៏ប៉ុន្តែបើសិនជាមិនទៅដូចជាមិនដឹងដល់ចឹងទៅអ្នកទាំងពីរក៏សម្រេចថាអូខេទៅទាំងអស់គ្នាទៅសានរ៉ាគូក៏អូខេដែរក៏ប៉ុន្តែមិនដឹងថាទៅកាលនោះទេក៏ប៉ុន្តែអីដែលសំខាន់ឥឡូវហ្នឹងគឺខ្លួនមកកាន់ទឹកដី Rebetusa ហើយគឺត្រូវតែវឹកហាត់ឲ្យកន្លែង Unique Scenario ហ្នឹងឲ្យណានៃម្ដងមើលចឹងហើយ Emul ក៏បាននាំសានរ៉ាគូហ្នឹងទៅកន្លែង Arena ដែលគេដាក់ឲ្យវាយគ្នាអញ្ចឹងហ្មងទៅដើម្បីយកទីតាំងមួយហ្នឹងធ្វើជាកន្លែងវឹកហាត់ហើយនៅកន្លែង Arena មួយហ្នឹងគឺមានឈ្មោះថា Wopar Colosseum បន្ទាប់មក Emul ក៏បាននិយាយប្រាប់ថាចវាយរបស់នាងហ្នឹងគឺចង់ឲ្យសានរ៉ាគូឯងវាយ Monster ចំនួន10នៅកន្លែងទីតាំងវឹកហាត់មួយនេះហើយឲ្យប្រើប្រាស់តែអាវុធ Wopar មួយតែប៉ុណ្ណោះ skill ផ្សេងៗហ្នឹងអត់ឲ្យប្រើឡើយសានរ៉ាគូក៏អូខេពុតដៃពុតជើងហើយក៏បានដកអាវុធ Wopar Chopper របស់ខ្លួនចេញមកនិងប្រាប់ឲ្យ Emul ហ្នឹងបើកទ្វារឲ្យ Monster តពងគេហ្នឹងចេញភ្លាមមកខ្លួនហ្នឹងវាយគ្នាមួយហ្នឹងឲ្យណានៃហ្មងហើយ Monster ដែលចេញមកហ្នឹងមិនមែនតែមួយក្បាលណាគឺឆ្កែចចកជាចំនួនដល់ទៅ5 6ក្បាលឯណោះ level ពួកវាហ្នឹងសពតែ level 65សានរ៉ាគូឃើញអញ្ចឹងភាំងបដ ாய் level ខ្ពស់ណានៃខ្លួនវាយមិនឈ្នះទៅហើយសារហ្នឹងចេញមកឡើង5 6ក្បាលទៀតប្រាប់ថា Monster ចេញមកដំបូងតែមួយក្បាលតាដែលជាទៅ Emul ក៏ប្រាប់ថាហ្នឹងគឺជាគូបដិបត្តិដំបូងនៅមានគូបដិបត្តិចំនួន9ទៀតត្រៀមតែចាំវាយទៅងាកមកមើលសេរីឯនេះវិញហ្នឹងក៏កំពុងតែដេកលមូលនៅលើពូកដែលខ្លួនសប្បាយចិត្តខ្លាំងពេកនៅពេលដែលបាននិយាយគ្នាជាមួយនឹងសានរ៉ាគូគិតថាបើសិនជាជួបគ្នាលើក្រោយនឹង send friend request ទៅកាន់អាប៉ែហ្នឹងហ្មងតែអាប៉ែហ្នឹងអាចនឹងទទួល friend របស់ខ្លួនបានដែរអត់ណោះហើយនាងហ្នឹងក៏បានសម័យឃើញអាប៉ែ
នឹងទទួល friend request ហើយស្គាល់គ្នានៅក្រៅដែលទៅសាលាមួយគ្នាឡើងពេញនឹងនិយាយទៅនឹងអៀនឡើងលមូលពេញពុកតែម្ដងបន្ទាប់មកនេះក៏ឆ្ងល់ផងដែរថានៅពេលដែលវាយកំចាត់ពួក PK នឹងហើយចូលទៅកាន់ទីក្រុងទី3នឹងតាមរកមើលសារ៉ាគូដូចជាអត់ឃើញសោះអាប៉ែនឹង lock out ឈប់លេង game មែនហើយឥឡូវនឹងកូនប្រុសគេកំពុងធ្វើអីទៅណោះមែនកំពុងធ្វើអីឥឡូវនឹងកំពុងតែវាយជាមួយនឹងអាសត្វចយអស់នេះងាប់ឡើង7ដងហើយក៏ប៉ុន្តែអត់ត្រូវ game បណ្ដៃនោះទេដោយសារតែខ្លួននឹងកំពុងតែវឹកហាត់នៅកន្លែងទឹកដី Rebitusa ហើយខ្លួននឹងក៏បានបន្តវាយគ្នាជាមួយនឹងអាសត្វចយនឹងម្ដងហើយម្ដងទៀតអីចឹងទៅវាយចោះវាយឡើងក៏ខ្លួនចាប់អារម្មណ៍ដឹងដូចជាមានចចកមួយចាំតែព្រុសប្រាប់គេឯងឲ្យទៅនេះទៅនោះដល់ជើទៅខ្លួនក៏ចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅសេរីអាមួយដែលកំពុងតែបជាគេនឹងទៅនៅពេលដែលទៅកាប់អាមួយនឹងទៅក៏វាអញ្ចឹងមែនអាមួយនឹងអត់ចេះខំសោះគិតតែរត់គេចដល់ចឹងទៅខ្លួនក៏ចាប់ផ្ដើមផ្ដោតអារម្មណ៍តាមកាប់តាចចកមួយនឹងបដ យកាប់ចោះកាប់ឡានឹងក៏បានគប់ Warpath Chopper ចំផ្លូវរបស់វានិងរត់ទៅទាន់កាប់សម្លាប់វាចោលហើយចចកផ្សេងៗទៀតនឹងក៏មករកខំខ្លួនដែរក៏ប៉ុន្តែអត់មានអាគេបញ្ជាពួកវាទៀតទេចឹងហើយសាតាគូនឹងក៏មានភាពងាយស្រួលក្នុងការយកឈ្នះពួកវាខ្លាំងមែនតែនបន្ទាប់មកនឹងខ្លួនក៏បានកាប់ពួកវាឲ្យងាប់អស់ទៅហើយឥឡូវនេះការប្រកួតលើកដំបូងនឹងក៏ទទួលបានជ័យជំនះ 100% បន្ទាប់មកវាក៏សួរទៅកាន់ Emul ថាគូបដិបត្តិទី2ក៏មកវាមានច្រើនក្បាលទៀតឯសោះតែម្នាក់បានហើយដោយសារតែបបាវាយគ្នាជាមួយនឹងពួកនឹងខ្លាំងមែនតែន Emul ក៏បានប្រាប់ថាគូបដិបត្តិទី2នឹងគឺមានតែមួយក្បាលទេបន្ទាប់មកក៏បានបើកទ្រង់ឲ្យវាចេញមកក៏ឃើញថាវាគឺជាខ្លាឃ្មុំដែលមានកន្ទុយ9ហើយកន្ទុយនឹងគឺជាពស់ទាំង9ក្បាលជាកន្ទុយរបស់វាតែម្ដងហើយវាយគ្នាជាមួយនឹងអា Parasite Tentacle នឹងគឺងាប់ដល់ទៅ4ដងឯណោះតម្រាំនឹងឈ្នះវាបន្ទាប់មកគូបដិបត្តិទី3គឺមានតែ Goblin Berserker មួយក្បាលទេក៏ប៉ុន្តែខ្លួននឹងងាប់2ដងមិនអាចយកឈ្នះវាបានគូបដិបត្តិទី4គឺជាជ្រូកព្រៃយៈមួយវាយគ្នាជាមួយនឹងអាមួយនឹងនិយាយពីថាកម្លាំងរបស់វានឹងខ្លាំងមែនតែនតស៊ូជាមួយនឹងវាតម្រាំនឹងឈ្នះក៏ប៉ុន្តែលើកនឹងខ្លួនអត់ងាប់នោះទេវាយតែម្ដងនឹងគឺឈ្នះហ្មងគូបដិបត្តិទី5ក៏ជួបគ្នាជាមួយនឹង Toxic Eagle គឺជាអន្ត្រីយៈមួយដែលនោមទឹកអាស៊ីតបាញ់ក្បាលចំទៅកាន់ Sanraku ហើយ Sanraku នឹងវាយគ្នាជាមួយនឹងអន្ត្រីនឹងតម្រាំនឹងឈ្នះងាប់ដល់ទៅ112ដងឯណោះគូបដិបត្តិទី6គឺជាដង្កូវយៈមួយដែលឈ្មោះថា Amor Lava វាយគ្នាជាមួយនឹងអាហ្នឹងមិនសូវជាប្របានទេតែម្ដងនឹងគឺឈ្នះហើយគូបដិបត្តិទី7ក៏ជួបគ្នាជាមួយនឹង Clarakan ដែលមានឈ្មោះថា Exclusive Panther អាមួយហ្នឹងវាមានល្បឿនលឿនខ្លាំងមែនទែនក៏ប៉ុន្តែរាងកាយរបស់វានឹងមិនសូវជារឹងមាំនោះទេអញ្ចឹងទៅអាចយកឈ្នះវាដោយប្រើប្រាស់ការសាឡបងតែមួយដងគូបដិបត្តិទី8ក៏មកជួបគ្នាជាមួយនឹងអាសាតស្អីគេទេមិនដឹងជាខ្លាឃ្មុំមិនដឹងខ្លាមិនដឹងឯបាក្បាល2វាយជាមួយវា2ដងហើយក៏ឈ្នះគូបដិបត្តិទី9គឺវាយគ្នាជាមួយនឹងមនុស្សយន្តមួយនេះហើយងាប់7ដងក៏យកឈ្នះវាបានហើយ level របស់ Sanraku នឹងក៏ឡើងពី30ចូល31ហើយបន្ទាប់ពីវាយគ្នាជាមួយនឹងគូបដិបត្តិចំនួន9វគ្គអាហ្នឹងដោយសារតែអស់កម្លាំងខ្លាំងពេកវាយគ្នាឡើងមួយថ្ងៃហើយតែទៅរាងកាយរបស់ Sanraku ក៏ដូចជាសតិអារម្មណ៍ហ្នឹងដូចរៀងចង់បែកបដាហើយអេមូប្រាប់ឲ្យសម្រាប់ខ្លះទៅក៏ប៉ុន្តែវាអត់ព្រមសម្រាប់ទេប្រាប់ថាឲ្យយកគូបដិបត្តិទី10របស់វាហ្នឹងឲ្យមកវាយគ្នាលឿនមកហើយ Vas ក៏បានបង្ហាញខ្លួនមកភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែល Sanraku វាយសត្រូវរបស់គេ9វគ្គចប់លឿនម្លឹងតមកខ្លួនក៏បាន boss អីមួយដូចជាបិសាចក៏ប៉ុន្តែវាមានរូបរាងស្តៀងនឹងមនុស្សចូលទៅកាន់នៅកន្លែងប្រកួតគ្នាជាមួយនឹង Sanraku ទៅបន្ទាប់មកក៏បានផ្ទាត់ដៃធ្វើឲ្យចង្វាក់ដែលឃុំខ្លួនរបស់បិសាចមួយនឹងចាប់ផ្ដើមរលាចេញអស់រលីងហើយបិសាចមួយនឹងឯងគឺជាគូបដិបត្តិចុងក្រោយទី10របស់ Sanraku ក្នុងការវឹកហាត់នៅថ្ងៃនេះហើយ Vas ក៏និយាយប្រាប់ថាមួយនេះគឺជាមនុស្សឈួតនោះទេដែលព្យាយាមរួមបញ្ចូលខ្លួនឯងជាមួយនឹងដើមឈើដល់ចឹងទៅឥឡូវក៏ខ្លាយទៅជាបិសាចលែងសូវដឹងខ្យល់អីចឹងទៅគាត់អត់រំពឹងថា Sanraku នឹងអាចបដូរអាប៉ែនេះភ្លាមបាននោះទេក៏ប៉ុន្តែគាត់មានលក្ខខណ្ឌមួយដើម្បីអាចយកឈ្នះគូបដិបត្តិទី10នឹងបានគឺធ្វើម៉េចឲ្យនៅជីវិតរស់រយៈពេលតែ5នាទីទៅគឺឈ្នះហើយ Sanraku ក៏បបាច់បបោចថាតែ5នាទីហ៎ដូចជាស្រួលពេកតែដឹងគ្រាន់តែនាទីចាប់ផ្ដើមភ្លាមមនុស្សឈើម្នាក់ហ្នឹងក៏បានបញ្ជាឲ្យមានឫសឈើជាច្រើនចេញមកពីក្រោមដីចាក់សម្ដៅទៅកាន់ Sanraku non stop តែម្ដងបន្ទាប់មកសាច់រឿងក៏បានបញ្យល់ប្រាប់យើងថា Sanraku ហ្នឹងឯងគឺជា player ដំបូងគេក្នុងចំណោមអ្នកលេងទាំង30លានអ្នកដែលបានវាយគ្នាជាមួយនឹងអាបិសាចឈើមួយនេះក៏ប៉ុន្តែ Sanraku អត់ដឹងទេថាអាបិសាចឈើមួយនេះ level របស់វាមានដល់ទៅ120ឯណោះ Sanraku ក៏ព្យាយាមកិច្ចចុះកិច្ចឡើងដោយសារតែឫសឈើនឹងចេញមកច្រើនពេកពេញដីតែម្ដងចាក់នេះចាក់នោះឡើងសងគ្រប់កន្លែងហើយបន្ទាប់មកខ្លួនក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនរត់ទៅកាន់នៅកន្លែងបិសាចឈើមួយហ្នឹងនិងបានប្រើប្រាស់ជង្គង់របស់ខ្លួនស្លាយអោនចុះក្រោមបន្ទាប់មកក៏បានយក Warpath Chopper ចាក់សម្ដៅទៅកាន់បិសាចឈើហ្នឹងហ្មងប៉ុន្តែស្បែករបស់វាហ្នឹងគឺរឹងខ្លាំងមែនទែនចាក់ហ្នឹងគឺគ្មានមុតសំបីតែបន្តិចបន្ទាប់មកវាក៏បានប្រើប្រាស់ឫសឈើនិងច្រវាក់ដែលជាប់ខ្លួនរបស់វាហ្នឹងដេញចាក់ Sanraku ទៀតអីចឹងទៅហើយរយៈពេលហ្នឹងក៏អស់1នាទីហើយនៅសល់4នាទីទៀតបានអាចយកឈ្នះវាបាន Vas នេះវិញក៏កំពុងតែកត់សម្គាល់មើលចង់ដឹងថា Sanraku ហ្នឹងមាន Warpath Soul របៀបម៉េចដែរ Sanraku នេះវិញហ្នឹងក៏ព្យាយាមកិច្ចបណ្ដាប្លុកបណ្ដាជាមួយនឹងឫសឈើក៏ដូចជាចង្វាក់របស់បិសាចឈើមួយហ្នឹងហើយខ្លួនហ្នឹងក៏កំពុងតែវិភាគទៅកាន់ណាបុគ្គលម្នាក់នេះផងដែរដើម្បីធ្វើម៉េចឲ្យយកឈ្នះវាបានកិច្ចផងគិតផងមួយសន្ទុះហ្នឹងក៏ខ្លួននៅតែមិនដឹងថាធ្វើម៉េចអាចឈ្នះវាបាននោះទេដោយសារតែឫសឈើនិងចង្វាក់ហ្នឹងគិតតែចាក់យកឡើងរស់រវើកតែម្ដងចំណែកឯមនុស្សអានេះវិញគឺវានៅឈរមកកន្លែងដូចគ្មានបញ្ចេញកាយវិការអីសំបីតែបន្តិចរៀបនឹងរត់សម្រុកចូលផ្សារទៀតក៏ប៉ុន្តែបិសាចឈើមួយហ្នឹងក៏បានយកដំបងសិលរបស់វាប្រមូ
លដុំរន្ទះចំនួន3បាញ់ដីឲ្យកន្លែងហ្នឹងមិនឲ្យសានរ៉ាគូចូលមកជិតឡើយបន្ទាប់មកវាក៏បន្តបាញ់ភ្លើងនិងតកសំដៅទៅកាន់សានរ៉ាគូយកមួយតែម្ដងបូករួមជាមួយនឹងច្រវាក់និងឫសឈើរបស់វាទៀតសានរ៉ាគូនឹងរត់ឡើងទៅដល់ខ្យល់ឡើយដើម្បីឲ្យគេចរួចខ្លួនបើនៅតែម៉ាក់នេះទៀតសានរ៉ាគូនឹងអាចធ្វើឲ្យបាននោះទេឡើយតែរត់គេចចុះឡើងនៅពេលដែលខ្លួនហត់នឹងប្រកាសជាងាប់ក្រោមស្នាដៃរបស់វាជាមិនខានកន្លងទៅផុត1នាទីទៀតហើយនៅសល់3នាទីទៀតក៏ប៉ុន្តែសានរ៉ាគូនឹងនៅតែមិនទាន់អាចធ្វើអីទៅកាន់អាប៉ែនឹងបានដដែលនៅតែរត់គេចមិនឈប់អាក្បាលក៏ឈឺមុខក៏វិលនិយាយទៅនឹងអស់កម្លាំងខ្លាំងមែនទែនគិតថានៅពេលដែលខ្លួនងាប់រស់ឡើងវិញចាំវាយគ្នាជាមួយនឹងអាមួយនេះម្ដងទៀតគេក៏អាចដាស់ស្មារតីខ្លួនឯងមិនឲ្យបោះបង់បាននៅតែតស៊ូអញ្ចឹងព្រោះថាខ្លួនអាចលេងហ្គេមមកពីមុនបាននៅតែឈ្នះហ្នឹងឥឡូវនេះគឺគេអាចនៅតែឈ្នះបានដូចគ្នាលេងតាំងពីហ្គេមកាករហូតដល់ហ្គេមគុណភាពហើយរឿងអីប៉ុណ្ណឹងធ្វើមិនបានតមកខ្លួនក៏បានប្រើប្រាស់ Vocal Chopper វាយអាឬមួយហ្នឹងដើម្បីឲ្យវាវេមុខទៅក្រោមបន្ទាប់មកក៏បានឡើងជន់ទៅលើឬឈើមួយហ្នឹងរត់សម្ដៅទៅកាន់បរិមម្នាក់ហ្នឹងតែម្ដងទាំងដែលច្រវាក់ហើយនឹងឬឈើផ្សេងទៀតក៏កំពុងតែព្យាយាមចាក់ខ្លួនតាមផ្លូវរត់បណ្ដានឹងមានសារដាស់តឿនខ្លួនឯងបណ្ដាថាគ្រប់គ្រងទៅលើហ្គេមមួយដែលពុំមានពីណាគេផ្សេងអាចតនលេងឈ្នះបានហ្នឹងវាពិតជាអែមបើសិនជាបោះបង់ប្រកាសជាគ្មានន័យជាមិនខាននៅពេលដែលសម្រុកចូលរត់ដល់ទីតាំងរបស់បិសាចឈើនឹងមួយហើយគេក៏បានអោនចុះក្រោមនិងទាត់ដំបងចេញពីដៃរបស់វាហើយបិសាចឈើនឹងក៏ចាប់ផ្ដើមឆាឡោបដោយសារតែបងមួយហ្នឹងនៅពេលដែលអត់ជាប់ដៃរបស់គេអាចប្រើប្រាស់ Magic បានហើយវាក៏បានសវេសវាប្រើប្រាស់ជីវ៉ារបស់វានឹងឲ្យទៅចាប់ដំបងនឹងឲ្យបានទៅក៏ប៉ុន្តែពេលហ្នឹងសានរ៉ាគូក៏បានយកកំបិត Vocal Chopper គប់ទៅកាន់ដំបងមួយហ្នឹងកុំឲ្យជីវ៉ាវាចាប់បានទៀតបន្ទាប់មកគេក៏បានប្រើប្រាស់ល្បឿនយ៉ាងលឿនហក់ទៅចាប់ដំបងមួយហ្នឹងមិនឲ្យបិសាចឈើចាប់បាននឹងប្រើប្រាស់ Magic មកកាន់ខ្លួនទៀតឡើយវ៉ាសហ្នឹងក៏សរសើរថាមួយនេះដៃស្អិតល្អកនបើក៏តែឥឡូវឯងធ្វើមិនទៀតព្រោះថានាទីហ្នឹងនៅសល់2នាទីទៀតឯណោះបិសាចឈើមួយហ្នឹងដោយដណ្ដើមដំបងរបស់វាមកវិញអត់បានវាក៏មួម៉ៅក្តៅក្រហាយបដ ហើយបញ្ចេញឫសឈើជាច្រើនចេញមកពីក្រោមដីចាក់យកទៅកាន់សានរ៉ាគូបដ ហើយរត់ចាស់រត់ឡើង1នាទីទៀតក៏បានផុតទៅហើយឥឡូវហ្នឹងគឺសល់នៅតែ1នាទីទៀតទេអេម៉ូហ្នឹងក៏ព្យាយាមនិយាយឈេអាប្រាប់ថាខំឡើងរត់គេចឲ្យលឿនទៅសល់តែ1នាទីទៀតទេនឹងឈ្នះហើយប៉ុន្តែភ្លាមហ្នឹងអាបិសាចឈើមួយហ្នឹងក៏បានប្រើប្រាស់ឫសវាយ៉ាងច្រើនមកខាំងពីមុខបាំងដូចជញ្ជាំងតែម្ដងហើយក៏បញ្ជូនចង្វាក់2ចាប់ចងជើងរបស់សានរ៉ាគូជាប់មិនឲ្យរើទៅណាឡើយដោយដឹងថាមួយហ្នឹងចង់បានឈើ Magic របស់វាចេះទៅសានរ៉ាគូក៏បានគប់ឈើមួយហ្នឹងទៅឲ្យឆ្ងាយទៅហើយចេះទៅវាក៏បានប្រើប្រាស់ឫសឈើរបស់វាហ្នឹងទៅតោងយកអាដំបងឈើហ្នឹងមកវិញប៉ុន្តែនៅពេលដែលវាហក់ទៅចាប់ឈើហ្នឹងបានហ្នឹងឥឡូវហ្នឹងក៏អស់ពេលបាត់ទៅហើយសានរ៉ាគូក៏សើចមកទៅកាន់វាថាមួយនេះភ្លើងមែនតែនបើសិនជាវាយវាងាប់ទៅគឺឈ្នះបាត់ហើយមិនបាច់ត្រូវការឈើមិនបាច់អីផងអស់នាទីបាត់ហើយក៏ប៉ុន្តែអាមួយបិសាចឈើហ្នឹងក៏បានជន់នៅលើឫសឈើរបស់វានិងប្រើប្រាស់ដំបងបាញ់ Magic ភ្លើងជាច្រើនទៅកាន់សានរ៉ាគូដដែលសានរ៉ាគូហ្នឹងរត់បដាស្រ័យបដាថាមិននៅតែវាយគ្នាអញ្ចឹងដោយសារតែខ្លួនហ្នឹងឈ្នះឯតាបន្ទាប់មកវ៉ាសក៏បានលូកដៃចូលចាប់ក្បួយកអាបិសាចឈើហ្នឹងបោកទៅក្រោមរួចហើយក៏បានយកឈើរបស់គាត់ដែលច្រត់នៅនឹងដៃចាក់កវាសម្រាប់ចោលបាត់ដោយសារតែច្បាប់រយៈពេល5នាទីឈ្នះហ្នឹងគឺជាច្បាប់ដែលគាត់បង្កើតដោយខ្លួនឯងនោះទេបើមិនសេរីវាចោលអាហ្នឹងនៅតែឈួតអញ្ចឹងហើយវ៉ាសក៏បានសរសើរទៅការប្រផាសូរបស់សានរ៉ាគូហ្នឹងគឺអែមខ្លាំងមែនតែនហើយមួយហ្នឹងក៏មកអបអរសាទរជាជំនះរបស់សានរ៉ាគូផងដែរនៅពេលដែលដឹងថាឈ្នះគ្រប់វេអីអស់អញ្ចឹងទៅសានរ៉ាគូសប្បាយបដ ហើយថាណាអង្វររបស់ខ្លួននឹងចង់បានខ្លាំងមែនតែបន្ទាប់មកវ៉ាសក៏ឲ្យអាវ៉តតារាងកិត្តិយសនៅ Rabbit Tusa សានរ៉ាគូគាត់ឃើញអញ្ចឹងបាក់ស្បាតបដ ហើយស្មានថាមានរង្វាន់អីណាអស់ចាយទៅវ៉ាសក៏បន្ថែមថាអូផ្លេចឥឡូវនេះគាត់ក៏បានដកខ្សែកចេញពីករបស់សានរ៉ាគូដែរហើយឥឡូវហ្នឹង level របស់សានរ៉ាគូក៏អាចឡើងបានតាមធម្មតាហើយការវឹកវើនៅ Unique Scenario នៅវគ្គដំបូងនេះក៏បានបញ្ចប់ជូនពរសំណាងល្អនៅវគ្គក្រោយទៀតបន្ទាប់មកគាត់ក៏បានចាក់ចេញទៅហើយសានរ៉ាគូហ្នឹងក៏ឃើញអេក្រង់មួយលោតចេញមកសួរថាចង់ចាប់ផ្ដើម bonus Unique Scenario Warpal Epic ដែរឬក៏អត់គាត់ណាសាប់អីភ្លាមទេខ្លួនក៏បានស្រែករអ៊ូរទាំមួយទំហឹងហ្មងលេងមួយថ្ងៃនេះដូចគ្មានបានអីសោះត្មងមួម៉ៅក្តៅក្រហាយខ្លាំងមែនតែនដល់ VR ចេញជប់លេងហ្គេមងាកមើលមកទៅម៉ោង2កន្លះកណ្ដាលយប់ដល់ជិះទៅក៏សម្រេចចិត្តថានឹងដេកទៅហើយស្អែកឡើងក៏បន្តលេងហ្គេមនឹងតទៀតអានមើលការណែនាំផ្សេងអំពី bonus Unique Scenario ថាលេងមិនខ្លាយជិះទៅប៉ុន្តែខ្លួនអានអត់យល់ដោយសារតែមាន back story ច្រើនខ្លាំងពេកក៏សម្រេចចិត្តថាបិទអានឹងនៅតាមនឹងសិនទៅដើរលេងនៅ town រកមើលនេះមើលនោះអីសិនអញ្ចឹងណាតែបើចេញទៅទាំងអញ្ចឹងពួក PK ឃើញខ្លួនប្រកាសជារករឿងទៀតហើយអ្នកផ្សេងនៅពេលដែលឃើញស្នាមនៅលើខ្លួនប្រកាសជាសួរដេញដោលអំពី Unique Scenario ពេញនឹងទៀតរដឹងថាគួរធ្វើមិនទេពីមូលក៏ណែនាំឲ្យទិញអាវ៉ាវ៉ាន់ឬក៏សម្លៀកបំពាក់អីបាំងមកខ្លួនចិត្តឆឹងមកទៅនោះគ្មានពីណាគេឃើញទេទៅបន្ទាប់មកក៏នាំសានរ៉ាគូទៅកន្លែងហាងមួយតែម្ចាស់ហាងនៅកន្លែងហ្នឹងគឺជាប្អូនប្រុសរបស់អ៊ីមូលនឹងតែម្ដងឈ្មោះថា Pete ដែល Pete ហ្នឹងគឺជាអ្នកលក់អីវ៉ាន់នៅក្នុងទឹកដី Rabbit
ធូសានឹងតែម្ដងឲ្យវាយបានផ្សេងដែលនៅខាងក្រៅហ្នឹងគេក៏បានទៅយកមកលក់នៅខាងក្នុងផងដែរព្រោះថាគេហ្នឹងក៏ចេះប្រែកាឡាទៅជាមនុស្សដូចគ្នាឃើញក្បាលសត្វរបស់សារ៉ាគូព្រាមក៏ស្គាល់ហើយដែលសារតែបរិះក្បាលសត្វហ្នឹងគេនិយាយពេញទឹកដីរបៀបធូសានឹងតែម្ដងសារ៉ាគូក៏បានដោះក្បាលសត្វហ្នឹងចេញមកប្រាប់ថាខ្លួនហ្នឹងក៏ជាមនុស្សដែរក្បាលសត្វហ្នឹងគ្រាន់តែជា custom ដែលពាក់ដើម្បីតបតែងខ្លួនតែប៉ុណ្ណោះពីមកគ្រាន់តែឃើញអញ្ចឹងក៏ភ្ញាក់ផ្អើលដោយសារតែជួបគ្នាតាំងពីដើមមកហ្នឹងឃើញតែក្បាលរបស់គេដូចជាក្បាលសត្វគិតថានេះគឺជាក្បាលសេណោះដល់ចេះទៅក៏បានប្រាប់ឲ្យបងប្រុសរបស់គេហ្នឹងយកសម្លៀកបំពាក់មួយប្រភេទដែលរូបរាងជាមនុស្សហ្នឹងអាចពាក់បានបាំងចិត្តឆឹងអីចឹងទៅហើយសម្លៀកបំពាក់មួយហ្នឹងគឺជាសម្លៀកបំពាក់ដូចជាខ្មោចនៅ Halloween អញ្ចឹងចូលទៅក្រុងភ្លាមហ្នឹងពីណាគេក៏ឃើញនឹងចាប់អារម្មណ៍ដែរដល់ចឹងទៅដូចជាអស្រួលសោះខំកិច្ចការចាប់អារម្មណ៍ហើយក៏តែចុងក្រោយនៅតែកណ្ដាលការចាប់អារម្មណ៍របស់អ្នកដទៃដដែលក៏មកសានរ៉ាគូក៏បានមើល map ដើម្បីរកមើលទីតាំងដែលគេទៅធ្វើដំណើរបន្ទាប់ទៀតនៅពេលដែលគេចេញពីទីក្រុងទី3មួយនេះហើយមើល map ចុះឡើងទៅក៏បានឃើញទីតាំងមួយដែលឈ្មោះថា Prismatic Forest Grotto ដែលទីតាំងមួយហ្នឹងគឺជាតំបន់ព្រៃឈើមានផ្កាមានវល្លិអីពេញហ្នឹងទីតាំងមួយទៀតដែលយើងអាចទៅបានហ្នឹងគឺ Fairfax Caldera ទីតាំងមួយហ្នឹងគឺជាភ្នំភ្លើងងាប់មួយដែលមានទឹកបំពេញនៅខាងលើធំខ្លាំងមែនទែនទីតាំងមួយទៀតគឺ Iron Ruins of Divinity ដែលទីតាំងមួយហ្នឹងគឺជាប្រភេទតំបន់ដែលមានបច្ចេកវិទ្យាទំនើបអីចឹងទៅក៏ប៉ុន្តែវាຕົកចោលយូរយាយហើយឥឡូវនេះអីដែលយើងត្រូវធ្វើគឺសម្រេចចិត្តថាទីតាំងទាំង3ហ្នឹងគឺយើងត្រូវទៅណាមុនដល់ចេះទៅសានរ៉ាគូគិតចាស់គិតឡើងក៏សម្រេចចិត្តទៅការ Prismatic Forest Grotto តែម្ដងហើយខ្លួនក៏អួតប្រាប់ទៅកាន់អ៊ីមូលថាខ្លួនមិនបានសម្រេចចិត្តទៅកាន់ទីតាំងព្រៃមួយហ្នឹងដោយសារតែអញ្ចេះមួយចុះពីអញ្ចឹងទៅស្រាប់តែពេលហ្នឹងអ៊ីមូលក៏បានកត់សម្គាល់ឃើញថា Cycle Zero ដូចជាកំពុងតែលួចមើលពួកយើងនៅកន្លែងជញ្ជាំងមួយនោះសានរ៉ាគូគ្រាន់តែឃើញ Cycle Zero ព្រាមហ្នឹងក៏ចាប់ផ្ដើមភ័យបណ្ដោយមិនដឹងថាមកហ្នឹងមករកធ្វើអីទេបន្តមកអេពីសូតក៏បាន slash នៅត្រឹមភាគហ្នឹងសិនទៅអរគុណអ្នក